ต่อบางคนយើងទៅមុខងារមួយគឺមុខងារបោះតំណែងចូលឆាតនេះបងប្អូនឃើញយើងបោះតំណែងចូលឆាតយ៉ាងម៉េចឥឡូវយើងចូលទៅហាងគាត់នេះឥឡូវយើងចង់ទិញកាបិតកាត់ស្រូវមួយណាយើងបោះចូលឆាតបាទនេះឃើញវីឡូđấyយើងបោះឲ្យវាទៅដេកចាំនៅឆាតតិចទៀតយើងទៅសួរគាត់សរុបតបមកហើយយើងចង់ទិញអានេះមួយទៀតណារណាកាត់ឈើនេះយើងបោះចូលឆាតមួយទៀតបាទសំទោសបាទនេះមកឃើញទេវាបោះចូលឆាតបាទយើងចង់ទិញអានេះមួយទៀតយើងចង់សួរអានេះមួយទៀតយើងបោះមិនបាច់ដល់ទិញទេយើងត្រឹមតែសួរសិនទេណាបាទអញ្ចឹងតំណែងរបស់គាត់ឃើញថាមានតែប៉ុណ្្នឹងទេឥឡូវយើងចូលទៅឆាតរបស់គាត់តែម្ដងបាទអញ្ចឹងយើងឃើញតំណែងយើងបោះមិញគឺនៅទីនេះណាបាទចំនួន3តំណែងអញ្ចឹងយើងអាចសួរគាត់បានភ្លាមណាតម្លៃប្រមាណក្បិតមួយណាតាមពិតតម្លៃគឺគេ set រួចហើយគាត់ថាអានេះខ្ញុំឧទាហរណ៍ថាយើងចង់សួរបន្ថែមអីចឹងណានៅមានស្តុកទេបាទអញ្ចឹងតបមកហើយពេលដែលគាត់ឆ្លើយតបមួយយើងអីរួចរាល់ហើយយើងត្រូវការកំងទិញយើងត្រូវតម្លាក់ location ឲ្យគាត់នេះយើងចុចកន្លែងនេះបាទបន្ទាប់មកហើយយើងរើសយើងនៅណាឧបមាថាយើងនៅកំពង់ចាមណាអញ្ចឹងខ្ញុំដាក់កំពង់ចាមហើយខ្ញុំចង់ទទួលតាមរយៈវរៈមុនធម្មអញ្ចឹងខ្ញុំបើកបន្ទាប់មកហើយខ្ញុំរើសសាខាវរៈមុនធម្មនៅកំពង់ចាមបាទនៅកំពង់ចាមខ្ញុំចង់ទទួលនៅណាបាទនៅសាខាមាត់ទន្លេនេះចុះបាទសាខាមាត់ទន្លេកំពង់ចាមតមកហើយយើងវាយលេខទូរស័ព្ទរបស់យើងណាបាទឥឡូវឧទាហរណ៍ចាយើងវាយអញ្ចឹងបាទឥឡូវយើងឧទាហរណ៍ណាបាទមែនលេខមែនតើណាហើយយើងប៉ះផ្ទៃណាមួយដើម្បីវាតម្លាក់មកហើយកន្លែងនេះយើងអាចសរសេរបន្ថែមទៀតបើយើងចង់ឲ្យគេដឹកដល់ផ្ទះដល់អីយើងសរសេរណាបាទអញ្ចឹងយើងផ្ញើ location ទៅគាត់ណាឃើញទេបន្ទាប់ពីយើងផ្ញើហើយគឺវាចេញបែបនេះអញ្ចឹងឃើញអត់បាទយើងមិនបាច់វាអីអញ្ចឹងទេយើងគ្រាន់តែ select យកតែម្ដងចាំមើលខ្ញុំធ្វើលឿនទេចាំមើលដបងខ្មុំយើងបើកវរៈមុនធម្មមកបើសិនជាយើងចង់ទូតាមណាក៏បានដែរនេះស្រុកបើសិនចង់ទូតាមវរៈមុនធម្មប៉ុបអូខេតំបន់ថ្មដាមកលេខទូរស័ព្ទមកបាទឃើញទេយើងវាលេខទូរស័ព្ទអញ្ចឹងមកយើងផ្ញើទៅប៉ុបឃើញទេហើយខ្ញុំធ្វើភាសាទៀតឃើញទេប៉ុមបើកវរៈបន្ថែមប៉ុមឃើញទេវាលេខទូរស័ព្ទណា4400អញ្ចឹងណាឧទាហរណ៍ប៉ុបឃើញទេអាហ្នឹងមុខងារបោះតំណែងចូលឆាតនឹងបាទផ្ញើ location តម្លាក់ location ណាបាទទីតាំងទទួល